អ៊ីរ៉ង់សន្យាថានឹងបន្សាបសង្គ្រាមសេដ្ឋកិច្ចនិងចេញច្រកសមុទ្រហូមូសថ្មីទីផ្សារធម្មពលស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ម្ដងទៀតខណៈដែលភាពតានតឹងនៅប្រចាំប៊ូព៌ាបានប្រែក្លាយទៅជាធ្ងន់ធ្ងរនិងខ្លាំងក្លាទីក្រុងតេហេរ៉ង់បានចេញការព្រមានយ៉ាងខ្លាំងក្លាដល់ទីក្រុងវ៉ាស៊ីនតោននិងប្រទេសជិតខាងរបស់ខ្លួនដោយសន្យាថានឹងបន្សាបអ្វីដែលខ្លួនហៅថាជាយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកប្រិយមិត្តសម្រាប់យុទ្ធនាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកនិងការឆ្លើយតបរបស់អ៊ីរ៉ង់បន្ទាប់ពីការប៉ះទង្គិចគ្នាខាងយោធាដ៏មិនស្ថិតស្ថេរអស់រយៈពេលជាច្រើនខែនិងកិច្ចខិតខំប្រឹងប្រែងការទូតដែលជាប់គាំងរដ្ឋបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ត្រាំបានងាកទៅរកសម្ពាធហិរញ្ញវត្ថុដ៏ខ្លាំងក្លាវិញចំណែកទីក្រុងវ៉ាស៊ីនតោនបានប្រកាសផែនការសម្រាប់ការដាក់ទណ្ឌកម្មហិរញ្ញវត្ថុដ៏អាក្រក់បំផុតមួយចំនួននិងយុទ្ធសាស្ត្រឯកកៈក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងទីក្រុងតេហេរ៉ង់ជាការឆ្លើយតបលោកម៉ូសេនរីសៃដែលជាលេខាធិការថ្មីនៃក្រុមប្រឹក្សាសន្តិសុខជាតិកម្ពុជារបស់អ៊ីរ៉ង់បានថ្លែងអសានុវត្តយ៉ាងម៉ឺងម៉ាត់ថ្លែងលើកញ្ចក់ទូរទស្សន៍រដ្ឋលោករីសៃបានព្រមានប្រទេសជិតខាងកុំឲ្យចូលរួមក្នុងយុទ្ធនាការសេដ្ឋកិច្ចដែលដឹកនាំដោយសហរដ្ឋអាមេរិកសាររបស់លោកគឺត្រង់ប្រទេសណាមួយដែលសហការជាមួយការបិទផ្លូវនឹងត្រូវបានចាត់ទុកជាសត្រូវនិងផលប្រយោជន៍ក្នុងទីភាពរបស់ពួកគេនឹងប្រឈមមុខនឹងការសងសឹកដោយផ្ទាល់ការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រហូមូសនៅចំកណ្ដាលនៃការប្រឈមមុខដាក់គ្នាគឺច្រកសមុទ្រហូមូសដ៏សំខាន់ចំណុចស្ទើរពាណិជ្ជករដ៏សំខាន់ទីក្រុងតេហេរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថាផ្លូវទឹកនេះនឹងនៅតែត្រូវបានរឹតបន្តឹងយ៉ាងតឹងរឹងនិងបិទមិនឲ្យឆ្លងកាត់ធម្មតារហូតដល់សហរដ្ឋអាមេរិកបញ្ច្រាស់ទិសដៅរបស់ខ្លួននិងបំពេញតាមការភ្ញាក់ផ្អើលពីមុនលោករេសាយបានព្រមានដោយត្រង់ថាប្រសិនបើរដ្ឋក្នុងទីភាពគ្រប់គ្រងការជំរុញសេដ្ឋកិច្ចរបស់លោកខាងលិចគញាព្រៀងមួយដំណក់ណានឹងចាក់ចេញពីឈូងសមុទ្រពេកសឬច្រកសមុទ្រហូមូសទេដោយបន្ថែមថាអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចតម្កាត់គោលយុទ្ធភាពចម្រុះនិងវិធានដោយកម្លាំងដូចរញ្ជួយដេកប្រសិនបើត្រូវបានជំរុញថែមទៀតសេចក្តីសង្ខេបក្នុងការបិទភ័យដឹកជញ្ជូននិងបណ្ដាញការទូតកំពុងដំណើរការស្ដាងហានិភាពនៃផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយនៅតែបន្តកើនឡើងខណៈពេលដែលភាពទាំងពីរកំពុងបង្កើនសម្ពាធអតិបរមាទ្វេដងពិភពលោកកំពុងតាមដានយ៉ាងដិតដល់ទៅមើលពីរបៀបដែលខ្សែសម្ពាធហ្វឹតគង់ធម្មពលសកលទប់ទល់ជាមួយព្យុះមួយវិញទៀតប្រធានសមាជិកសន្តិសុខអ៊ីរ៉ង់មុខរេសាយព្រមានប្រទេសជិតខាងកុំឲ្យចូលរួមជាមួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកការប្រជុំមុខដាក់គ្នារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់បានកើនឡើងទៅជាសមរភូមិសេដ្ឋកិច្ចដែលមានហានិភ័យខ្ពស់ប្រធានសមាជិកសន្តិសុខដែលទើបតែងតាំងថ្មីរបស់អ៊ីរ៉ង់បានបាញ់ព្រមានចំទៅលើប្រទេសជិតខាងដោយគម្រាមកំហែងសងសឹកយ៉ាងធ្ងន់រឹងប្រសិនបើពួកគេយល់ព្រមជាមួយការវាយទម្លាក់សេដ្ឋកិច្ចថ្មីដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិកអស់លោកស្រីសម្រាប់ការព្រមានដល់ប្រទេសជិតខាងនៅទីភីបថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រដ្ឋលោកម៉ូសេនរីសៃលេខាធិការដ៏តឹងរឹងនៃក្រុមប្រឹក្សាសន្តិសុខជាតិកម្ពុជារបស់អ៊ីរ៉ង់បានគូបន្ទាត់រឹងរូសមួយលោករេសៃបានព្រមានថាប្រទេសជំនាញណាមួយដែលចូលរួមជាមួយសហរដ្ឋអាមេរិកនិងអ្វីដែលលោកហៅថាជាសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេហេរ៉ង់នឹងត្រូវបានចាត់ទុកដោយផ្ទាល់ថាជាសត្រូវការព្រមាននេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំអំពីយុទ្ធនាការឯកការដ៏ខ្លាំងក្លាមួយដែលផ្ដុំដល់ខ្សែជីវិតហិរញ្ញវត្ថុរបស់អ៊ីរ៉ង់បណ្ដាញរដ្ឋគឹងប្រេងនិងក្រុមហ៊ុនបរទេសជាការឆ្លើយតបទីក្រុងតេហេរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថាការសហការក្នុងទីភាពជាមួយការដឹកទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោននឹងធ្វើឲ្យផលប្រយោជន៍សេដ្ឋកិច្ចនិងប្រេងរបស់ពួកគេក្លាយជាគោលដៅចំណាំងសម្រាប់ការសងសឹកអសានុវត្តច្រកសមុទ្រហូមូសនិងការប្រឆាំងការគំរាមកំហែងស្នូលនៃឥទ្ធិពលរបស់ទីក្រុងតេហេរ៉ង់នៅតែភ្ជាប់យ៉ាងរឹងរូសទៅជានៅច្រកសមុទ្រហូមូសដ៏សំខាន់លោករេសាយបានផ្ដល់អសានុវត្តយ៉ាងច្បាស់មួយទាក់ទងនឹងការដឹកជញ្ជូនធម្មពលសកលដ៏សំខាន់ប្រសិនបើរដ្ឋក្នុងទីភាពចូលរួមក្នុងការរឹតបន្តឹងសេដ្ឋកិច្ចរបស់អាមេរិកព្រេងមួយដំណក់មិននឹងលោចេញពីឈូងសមុទ្រពេកឬច្រកសមុទ្រហូមូសទេលើពីនេះទីក្រុងតេហេរ៉ង់បានគម្រាមកំហែងយ៉ាងសកម្មក្នុងការកំណត់គោលដៅផ្លូវដឹកជញ្ជូនប្រេងចម្រុះពីក្រុងទីភាពលោករេសៃក៏បានព្រមានផងដែរថាខណៈពេលដែលអ៊ីរ៉ង់បានរឹតបន្តឹងសេដ្ឋកិច្ចរបស់ខ្លួនមួយចំនួនទៅជាគោលដៅចំណុចយោធារហូតមកដល់ពេលនេះសង្គ្រាមសេដ្ឋកិច្ចកាន់តែស៊ីជម្រៅអាចបង្ខំទីក្រុងតេហេរ៉ង់នឹងបង្រៀនវិស័យទូតដៅរបស់ខ្លួននិងវាយប្រហារផលប្រយោជន៍ពាណិជ្ជនិងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដាក់នៅជុំវិញទីភាពក្នុងការបិទផ្លូវដឹកជញ្ជូននៅបណ្ដាញការទូតកំពុងរងគ្រោះរឹងនិងការពិភាក្សាក្នុងទីភាពកំពុងដំណើរការសម្រាប់រកគ្រោងចំណែកបិទផ្លូវសមុទ្រទន្ទឹងហានិភាពនៃផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយនៅតែបន្តកើនឡើងខណៈពេលដែលភាពទាំងពីរកំពុងកាត់ខំស្ពានពាណិជ្ជទីផ្សារពិភពលោកនៅតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់